ចាចាចំពោះអារម្មណ៍ខ្ញុំផ្ទាល់ថ្ងៃហ្នឹងគឺមានអារម្មណ៍ថាសប្បាយចិត្តហើយនឹងពេញចិត្តឡានដែលខ្ញុំបានទិញហ្នឹងណាបងចាអរគុណបាទស្រឡាញ់បាទពេញចិត្តមើលដូចជាហើយជា4-10ថ្ងៃបងចាគ្រាន់តែឃើញការផ្សព្វផ្សាយបងតាម Facebook ហ្នឹងភ្លាមខ្ញុំមកមើលភ្លាមហ្មងនិយាយទៅចាអត់គិតយូរហើយមកដល់តេស្តត្រាយទៅដល់ពេលហើយពេញចិត្តក៏សម្រេចចិត្តហ្មងចាអរគុណបងចានិយាយទៅទីមួយឃើញរូបរាងហ្នឹងស្រឡាញ់ហ្មងបងស្រឡាញ់រូបរាងជាងគេចាបន្ទាប់មកបានចាប់ផ្ដើមថាយើងតេស្តទៅយើងមើលនៅផ្នែកខាងក្នុងមើលពី option ហើយនឹងមើលពីជាពិសេសមួយទៀតគឺកម្រិតស៊ីសាំងថាការស៊ីសាំងគឺល្មមទទួលយកបានហើយចំណែកតម្លៃវិញក៏សមរម្យល្មមចាហើយណាមួយទៀតបានជាខ្ញុំសម្រេចចិត្តយក brand ហ្នឹងព្រោះអីវាថ្មីសម្រាប់ស្រុកខ្មែរប៉ុន្តែមើលសម្រាប់គេនៅក្រៅប្រទេសដូចជាប្អូនខ្ញុំអីគាត់ធ្លាប់នៅអូស្ត្រាលីអីវាដូចថាគេប្រើប្រាស់ច្រើនបាទតែអញ្ចឹងហើយបានជាគាត់ណែនាំឲ្យគាត់ណែនាំទៅខ្ញុំក៏សម្រេចចិត្តថាយក brand ហ្នឹងមកចាគាត់ស្រាវជ្រាវទៅឃើញចាអរគុណ